បាទខ្ញុំបាទសូមជម្រាបសួរសូមជម្រាបជូននៅខ្លឹមសារនៃជំនួបរបស់សម្ដេចតេជោនៅថ្ងៃនេះដែលក្នុងឋានៈសម្ដេចជាប្រមុខរដ្ឋស្ដីទីសម្ដេចបានអនុញ្ញាតឲ្យភ្ញៀវចំនួន3បានចូលជួបសម្ដែងការគួរសមនៅថ្ងៃទី30ខែមេសាឆ្នាំ2026ដោយភ្ញៀវទី1នោះគឺលោកប៊ុននីទីដែលជាតំណាង UNESCO ប្រចាំនៅកម្ពុជាភ្ញៀវទី2លោកស្រី Andriva ដែលជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាហើយភ្ញៀវចុងក្រោយទី3នោះគឺឯកឧត្តមផាមវ៉ាន់ត្រាដែលជាអតីតរដ្ឋមន្ត្រីការពារជាតិរបស់វៀតណាមខ្ញុំបាទជំរាបជូននៅខ្លឹមសារនៃជំនួបទី1ដែលតាក់ទងនឹងសម្ដេចតេជោអនុញ្ញាតឲ្យលោកប៊ុននីទីតំណាង UNESCO ប្រចាំកម្ពុជាជួបសម្ដែងការគួរសមជាកិច្ចចាប់ផ្ដើមសម្ដេចតេជោបានសម្ដែងនៅការស្វាគមន៍នឹងរីករាយដែលបានជួបជាមួយនឹងលោកប៊ុននីទីនិងសហការីនៅក្នុងពេលដែលលោកបំពេញបេសកកម្មជាតំណាងរបស់ UNESCO ប្រចាំនៅប្រជាជាតិកម្ពុជាសម្ដេចតេជោបានសម្ដែងនៅការអរគុណជាពលិកចំពោះអង្គការ UNESCO ដែលបានចូលរួមចំណែកជួយដល់កម្ពុជានាពេលកន្លងមកហើយសម្ដេចសង្ឃឹមថាក្នុងបេសកកម្មរបស់លោកប៊ុននីទីនៅពេលនេះនឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជានិង UNESCO ឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងឱកាសនោះលោកប៊ុននីទីតំណាង UNESCO បានសម្ដែងនៅការអរគុណជាអនេកប្បការចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យលោកនិងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះហើយលោកបានលើកឡើងនៅទំនាក់ទំនងរវាងកម្ពុជានិង UNESCO ដែលលោកលើកឡើងថាជាទំនាក់ទំនងដ៏រឹងមាំនិងជ្រាលជ្រៅហើយក្នុងរយៈពេលមួយដ៏វែងឆ្ងាយមកជាមួយគ្នាហើយនៅក្នុងឱកាសឆ្នាំនេះផងដែរលោកបានបញ្ជាក់ថា UNESCO នឹងខិតខំប្រឹងប្រែងក្នុងការពង្រឹងនៅកិច្ចសហប្រតិការជាមួយនឹងកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀតសម្ដេចតេជោបានសម្ដែងនៅការពេញចិត្តចំពោះការលើកឡើងរបស់លោកប៊ុននីទីហើយក៏បានពិភាក្សាជាមួយលោកតាក់ទងទៅនឹងកត្តាសំខាន់មួយចំនួនដែល UNESCO បានយកចិត្តទុកដាក់ក្នុងការជួយកន្លងមកនិងសម្ដេចលើកឡើងឲ្យបន្តនៅការគាំទ្រនិងយកចិត្តទុកដាក់បន្ថែមទៀតនៅក្នុងនោះសម្ដេចលើកឡើងអំពីវិស័យអប់រំនៅក្នុងប្រជាជាតិកម្ពុជាដែលសម្ដេចលោកបានសង្កត់ធ្ងន់ថាដើម្បីឲ្យកម្ពុជាខ្លាំងត្រូវតែមានមូលធនធានមនុស្សខ្លាំងហើយមូលធនមនុស្សនោះឯងដែលជាឆ្អឹងដ៏សំខាន់ក្នុងការធ្វើឲ្យសេដ្ឋកិច្ចរបស់កម្ពុជាមានភាពធន់សម្ដេចក៏បានដំណាលអំពីការវិវត្តនៃវិស័យអប់រំកម្ពុជាចាប់តាំងពីចំណុច0រហូតមកដល់ពេលនេះដែលយើងបានរីកចម្រើនក្នុងស្ថានភាពមួយល្អជាបន្តបន្ទាប់នៅក្នុងនោះសម្ដេចក៏បានលើកឡើងអំពីការចូលរួមរបស់ UNESCO ក្នុងការអភិរក្សនៅសម្បត្តិបេតិកភណ្ឌទាំងរូបីនិងអរូបីនៅក្នុងប្រទេសកម្ពុជាហើយការដាក់បញ្ចូលនៅសម្បត្តិបេតិកភណ្ឌคล้ายទៅជាសម្បត្តិបេតិកភណ្ឌពិភពលោកសម្ដេចក៏ស្នើឲ្យលោកប៊ុននីទីតំណាង UNESCO បន្តជួយគាំទ្របន្ថែមទៀតក្នុងការការពារនៅសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាហើយនឹងបន្តដាក់បញ្ចូលនៅសម្បត្តិបេតិកភណ្ឌទាំងនោះចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៅក្នុងឱកាសនោះលោកប៊ុននីទីបានសម្ដែងនៅការឯកភាពចំពោះការលើកឡើងរបស់សម្ដេចតេជោជាពិសេសគឺពាក់ព័ន្ធទៅនឹងវិស័យអប់រំដែលលោកបានលើកឡើងថា UNESCO គាំទ្រពេញទំហឹងក្នុងការសហការជាមួយនឹងស្ថាប័នដែលជាសេនាធិការរបស់រដ្ឋាភិបាលជាពិសេសក្រសួងអប់រំនៅក្នុងការពង្រឹងបន្ថែមទៀតនៅក្នុងវិស័យអប់រំប្រទេសកម្ពុជាបន្ថែមពីលើនេះលោកក៏បានលើកឡើងអំពីការបន្តការគាំទ្រចំពោះការអភិរក្សនៅសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាទាំងរូបីនិងអរូបីហើយនឹងបន្តជួយដល់កម្ពុជាក្នុងការដាក់បញ្ចូលនៅសម្បត្តិបេតិកភណ្ឌទាំងនោះទៅក្នុងសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកជាមួយគ្នានេះផងដែរខ្ញុំក៏ជឿរំលឹកដែរសម្ដេចតេជោនិងលោកប៊ុននីទីសិតតែបានលើកឡើងអំពីសម្បត្តិបេតិកភណ្ឌដែលត្រូវបានបំផ្លាញនៅក្នុងសង្គ្រាមដែលកើតឡើងសង្គ្រាមដែលយើងបានដឹងពីសង្គ្រាមកម្ពុជានិងថៃហើយសម្ដេចបានប្រាប់ទៅលោកតំណាង UNESCO ថាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានរងការបំផ្លិចបំផ្លាញ
ជាពិសេសគឺប្រាសាទព្រះវិហារហើយលោកតំណាងអង្គការ UNESCO ក៏សម្ដែងការសោកស្ដាយនិងក្រៀមក្រំផងដែរនៅពេលដែលលោកបានឃើញនៅសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានបំផ្លាញជាពិសេសគឺប្រាសាទព្រះវិហារតែម្ដងដោយលោកបញ្ជាក់ថានឹងខិតខំប្រឹងប្រែងជាមួយធ្វើកិច្ចការងារជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាក្នុងការជួសជុលឬក៏ស្ដារនៅការខូចខាតនៅសម្បត្តិបេតិកភណ្ឌទាំងនោះចុងក្រោយសម្ដេចតេជោបានជូនពរឲ្យលោកប៊ុនរទ្ទីបានបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជាដោយជោគជ័យ